Hello អ្នកទាំងអស់គ្នានេះគឺជាវីដេអូទី2តពីអាទិត្យមុនដោយអាទិត្យមុនយើងខ្ញុំបានទៅដឹកប្រភេទអាប៊ុលធំយកមកកន្លែងយើងខ្ញុំហើយបានធ្វើការដោះបំបែករួចរាល់តែវីដេអូថ្ងៃនេះគឺផ្ដោតទៅលើការដោះបំបែក Excavator វិញម្ដងហើយនឹងការញាត់ទូឡើងទៅស្រុកខ្មែរអញ្ចឹងក្នុងទូកុងតឺន័រលើកនេះគឺមានប្រភេទអាប៊ុលធំមួយគ្រឿងហើយនឹង Esca ខ្នាតកណ្ដាលនេះមួយគ្រឿងគឺពេញទូល្មមដាក់ទៅស្រុកខ្មែរហើយបងប្អូនមានឃើញទេឃើញយើងខ្ញុំទាំងពីរបានធ្វើការបែកញើសជោគជារៀងរាល់ថ្ងៃយើងខ្ញុំទៅដឹកគ្រឿងចាក់រាប់សិបម៉ោងនៅកន្លែងឆ្ងាយផងដឹកយកមកហើយត្រូវតែដោះបំបែកហើយជួនកាលមានគ្រោះថ្នាក់អីតិចតួចថែមទៀតអញ្ចឹងនេះគឺជាការងារកម្លាំងសុទ្ធសាធហើយបងប្អូនហើយអញ្ចឹងបើសិនជាការងារកម្លាំងសុទ្ធសាធបែបនេះតើត្រូវធ្វើដល់ពេលណាដែរទៅហើយបើសិនជាការធ្វើការដោយកម្លាំងហត់បែកញើសរាល់ថ្ងៃបែបនេះតើវាគឺជា hard work ឬក៏ smart work ដែរដោយពាក្យទាំងពីរនេះគឺជាពាក្យអង់គ្លេសដែល hard work ហ្នឹងបកជាភាសាខ្មែរមកវិញគឺបានន័យថាការធ្វើការដោយកម្លាំងហត់បែកញើសហើយមិនសូវផ្ដល់ផលចំណេញត្រឡប់មកយើងវិញហើយអញ្ចឹងក្មេងសម័យឥឡូវគឺគេមិនចង់ hard working អីទេគឺគេចូលចិត្ត smart work វិញដោយពាក្យថា smart work ហ្នឹងគឺបានន័យថាការធ្វើការងារដោយវៃឆ្លាតការធ្វើការងារដែលធ្វើតិចហើយមានប្រាក់ចំណូលចូលខ្ពស់ហើយពាក្យថា hard working ឬក៏ smart working ហ្នឹងគឺត្រូវបានបុគ្គលល្បីឈ្មោះជាច្រើនអ្នកយកទៅពិពណ៌នាហើយនឹងវែកញែកជាច្រើនករណីមកហើយជាចុងក្រោយបុគ្គលទាំងអស់នោះគឺណែនាំឲ្យក្មេងជំនាន់ក្រោយត្រូវតែធ្វើការតាមបែប smart working វិញគឺមិនមែនតាមបែប hard working ហើយអញ្ចឹងខ្ញុំសូមឧទាហរណ៍ថា hard working ហើយនិង smart working ហ្នឹងគឺចង់បានន័យថាយ៉ាងម៉េចឲ្យពិតប្រាកដទៅ hard working ឧទាហរណ៍ដូចជាបើសិនជាមានគេជាពាក់លុយបងប្អូននៅកន្លែងឆ្ងាយហើយបងប្អូនតាក់ទងទៅតាមទូរស័ព្ទអីក៏គេមិនលើកដែរអញ្ចឹងហើយគឺតម្រូវឲ្យបងប្អូនជិះឡានឬក៏ជិះម៉ូតូពីកន្លែងបងប្អូនទៅកន្លែងអ្នកជាពាក់លុយនោះដើម្បីទៅទាលុយគេអញ្ចឹងហើយនេះគឺជា hard working ដោយបងប្អូនធ្វើសកម្មភាពខ្លួនឯងរបៀបធ្វើការ smart working នោះគឺបងប្អូនមិនបាច់ទៅទេគឺបងប្អូនគ្រាន់តែជួលបុគ្គលិកណាមួយរបស់បងប្អូនទៅទាលុយជំនួសបងប្អូនវិញទៅគឺបានហើយឬក៏ទេទៅអ្នកធានាទេទៅបងប្អូនអ្នកដែលជាពាក់លុយនឹងឲ្យឆាប់សងលុយមកវិញហ្នឹងក៏ជាការស្រេចផងដែរគឺបានន័យថាគឺបងប្អូនមិនចាយពេលវេលាបងប្អូនចោលតេនោះទេត្រូវតែរៀនប្រើមនុស្សដើម្បីឲ្យធ្វើការឲ្យយើងហើយឧទាហរណ៍មួយទៀតនោះគឺបើសិនជាបងប្អូនចង់បើកហាងកាហ្វេអញ្ចឹងបងប្អូនមិនបាច់ក្រោកពីព្រឹកទៅហាងកាហ្វេហើយឆុងកាហ្វេនោះទេនោះគេហៅថា hard working ហើយដូច្នេះបដូរមករបៀប smart working វិញឬក៏ធ្វើការតាមបែបវៃឆ្លាតវិញនោះគឺបងប្អូនគ្រាន់តែជួលបុគ្គលិកណាដែលចេះឆុងកាហ្វេហើយទៅធ្វើការនោះជំនួសយើងទៅបានហើយយើងចាំតែដេកអេសគូតហើយប្រមូលលុយទៅគឺបានហើយតើពេលបងប្អូនស្ដាប់មកត្រឹមនេះស្ដាប់ទៅដូចជាទំនងដែរទេបងប្អូនយើងមិនបាច់ធ្វើអ្វីទាំងអស់កុំឲ្យគេគិតថាយើងនឹងចូលទៅក្នុងចំណោមអ្នក hard working យើងចាំតែប្រើគេចឹងទៅគឺបានលុយមកហើយតាមពិតទៅវាមានហានិភ័យខ្លាំងណាស់បើសិនជាបងប្អូនផ្ដោតទៅលើតែការធ្វើការតាមបែបស្រួលហើយបានលុយច្រើនការប៉ះពាល់ទី1នៅក្នុងសង្គមគ្រួសារនោះគឺបើសិនជាឪពុកម្ដាយមាន business ធំយើងឧទាហរណ៍ថាឪពុកម្ដាយហ្នឹងគាត់មាន business ថាលក់ឡានទៅចុះហើយនៅក្នុង business លក់ឡានហ្នឹងគឺមានការ៉ាសឡានជួសជុលឡានបាញ់ថ្នាំឡានតែកូនរបស់គាត់ហ្នឹងគឺមិនចង់ធ្វើការងារបែបនោះទេដោយកូនគាត់ហ្នឹងគឺផ្ដោតទៅលើ smart working ក្នុងការគិតរបស់កូនគាត់ហ្នឹងគឺគិតថាអញចាំបាច់ទៅរៀនបាញ់ថ្នាំធ្វើអ្វីឬក៏រៀនជួសជុលម៉ាស៊ីនធ្វើអ្វីបើការងារទាំងអស់នោះសិតតែ hard working ទាំងអស់ហ្នឹងទោះបីជាចេះអស់ហើយចេះស្ទាត់បើសិនជាចេញទៅធ្វើការឲ្យគេបានមិនដល់$500ផងអញ្ចឹងខំធ្វើអ្វីសុកចិត្តទុកពេលទំនេរចោលហើយហានិភ័យនេះហើយបងប្អូនដែលភាគច្រើនកូនអ្នកជំនួញពេលឪពុកម្ដាយមានជំងឺគឺពួកគាត់មិនអាចគ្រប់គ្រងស្ថានភាពបាននោះទេហើយមុខជំនួញនោះក៏នឹងធ្លាក់ចុះដុនដាបតែម្ដង
ហើយឧទាហរណ៍មួយទៀតនោះគឺការបើក business មួយដ៏ថ្មីស្រឡាងដោយម្ដាយឪពុកគឺជាអ្នកមានលុយហើយបញ្ជូនកូនទៅរៀននៅបរទេសពេលកូនមកវិញក៏បើក business មួយហើយជួលបុគ្គលិកទាំងអស់តាំងពីលើរហូតដល់ក្រោមហើយកូនរបស់ពួកគាត់នឹងគឺគិតថាចាំតែដេកហើយយកលុយតែម្ដងតែមានអីបងប្អូនភាគច្រើនគឺមិនដើរដល់3ឆ្នាំនោះទេគឺនឹងត្រូវបិទទ្វារជាក់ជាមិនខានហើយពេលបិទទ្វារតើបន្ទោសអ្នកណាគេគឺបន្ទោសសេដ្ឋកិច្ចបងប្អូនមកពីខ្ញុំបើកចំថ្ងៃលាក់ឆុងចំពេលសេដ្ឋកិច្ចមិនសូវល្អដូច្នេះគុំបន្ទោសខ្ញុំអីបន្ទោសសេដ្ឋកិច្ចវិញទើបត្រូវជាងដូច្នេះយោបល់របស់ខ្ញុំជាចុងក្រោយនោះគឺសូមបងប្អូនទាំងអស់ប្រឹងធ្វើការតាមបែប hard working សិនឲ្យបាន 4-5 ឆ្នាំទើបយើងស្គាល់កលុកកលាក់ទាំងអស់នៅក្នុង business នោះរួចទើបយើងផ្លាស់ប្ដូរគំនិតពី hard working ទៅ smart working វិញកុំឲ្យវឹបឡើងគឺ smart working វាមិនអាចទៅតាមបានដោយបំណងនោះទេបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាវីដេអូនេះមិនត្រឹមតែបងប្អូនបានឃើញគ្រឿងចាក់ញាត់ចូលទូទេនឹងទទួលបានអ្វីមួយថ្មីនៅក្នុងវីដេអូនេះផងដែរហើយបើសិនជាបងប្អូនត្រូវការប្រភេទគ្រឿងចាក់ដែលមានគុណភាពនាំចូលផ្ទាល់ពីជប៉ុនទៅស្រុកខ្មែរសូមបងប្អូនតាក់ទងទៅ Garage CSK យើងខ្ញុំនៅស្រុកខ្មែរអញ្ចឹងសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយៗទៀត